Ok អ្នកគ្នានេះគឺជាប្រវត្តិនៃការដករបស់ខ្ញុំជាលើកទី6អញ្ចឹងបងប្អូនមើលទៅណាចាប់ពីលេខរៀងទី1ដល់ទី6ខាងលើនេះបាទ32 62 $1 6 $3 $3 $26 និងលើកទី6នេះ$3 20 $3 68ឥឡូវវាជោគជ័យហើយអ្នកគ្នាណាបាទសួស្តីបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់កតុសនាវីដេអូថ្មីរបស់ខ្ញុំបន្តទៀតនៅក្នុងវីដេអូរកលុយថ្មីនៅក្នុង Channel YouTube Make Money with Me នៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងអំពីការដកលុយចេញពីក្នុងកម្មវិធី Game ដែលខ្ញុំបានធ្វើការបង្ហាញបងប្អូនយើងនៅក្នុងដើមវីដេអូនៅក្នុងវីដេអូថ្ងៃមុនបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងផងដែរអំពីការដកលុយហ្នឹងឬក៏របៀបនៃការចុះឈ្មោះទៅឡើងកម្មវិធីអញ្ចឹងបងប្អូនយើងអាចធ្វើការចុចលើវីដេអូហ្នឹងមកបន្តមកទៀតវាប្រហែលជាមាននៅពាណិជ្ជកម្មបាទអញ្ចឹងបងប្អូនយើងក៏ធ្វើការចុចនៅលើចំណងជើងនៃវីដេអូបាទបន្តមកទៀតបងប្អូនធ្វើការចុចលើពាក្យថាច្រើនទៀតបន្តមកទៀតគឺបងប្អូនយើងនឹងចេញមកតម្រង់បែបនេះបងប្អូនធ្វើការចុចនៅលើ link នេះមកនេះ link ពណ៌ខៀវហ្នឹងបងប្អូនចុចលើ link ពណ៌ខៀវហ្នឹងមកបងប្អូនអាចតឡើងកម្មវិធីនឹងបានហើយអាចតឡើងឬក៏បងប្អូនយើងអាចធ្វើការលេងបានសន្សំជាលុយដើម្បីត្រៀមនៃការដកហើយកម្មវិធីនឹងផងដែរគឺយើងដកចាប់ពី10សេនបាទ10សេនដុល្លារយើងហ្នឹង10សេនដកទៅក្នុង PayPal បាទបានដោយជោគជ័យបានដោយពិតប្រាកដបាទអូខេអញ្ចឹងបងប្អូនយើងអាចមកទស្សនាវីដេអូនេះបានហើយក៏មានគ្នាយើង comment នៅក្នុងវីដេអូដែលខ្ញុំបានធ្វើការផុសនឹងផងដែរគាត់សួរថាបានមែនអត់បងអំពីការដកលុយហ្នឹងណាអញ្ចឹងនៅក្នុងវីដេអូនេះគឺជាវីដេអូទី2របស់ខ្ញុំដែលខ្ញុំធ្វើការដកលុយចេញពីក្នុងកម្មវិធីនេះដើម្បីមកបង្ហាញបងប្អូនយើងនៅក្នុងវីដេអូនេះអញ្ចឹងដូចជាចម្លើយប្រាប់ទៅបងប្អូនយើងផងដែរអំពីការដកចេញពីក្នុងកម្មវិធីហ្នឹងថាតើពិតបានពិតឬក៏មិនពិតបាទចង់នេះអាចមកមើលវីដេអូនេះបានអូខេអញ្ចឹងលើកមកខាពេលវេលាយូរតោះទៅមើលអ្នកគ្នាគឺខ្ញុំនឹងធ្វើការបង្ហាញអ្នកគ្នាតែម្ដងនៅក្នុងកម្មវិធី game នឹងផងដែរតោះហ្នឹងហើយអូខេអ្នកគ្នាឥឡូវខ្ញុំបានធ្វើការត្រឡប់មកដល់កម្មវិធី game របស់ខ្ញុំហើយអញ្ចឹងនេះគឺជាទម្រង់នៅក្នុងកម្មវិធី game ហ្នឹងប៉ុន្តែមុនទៅដល់ការដកគឺខ្ញុំធ្វើការបញ្យល់នៅកន្លែងមុខងារ2នេះសិនបាទមុខងារ2ហ្នឹងគឺបងប្អូនយើងមើលទាំងអស់គ្នាបាទវាមានជាមួយនឹងកន្លែងនេះគឺខ្ញុំហៅថានេះកន្លែងនេះគឺខ្ញុំហៅថាសញ្ញាសញ្ញាប្រាក់នេះសញ្ញាប្រាក់ហើយកន្លែងនេះគឺខ្ញុំហៅថាសញ្ញាមាសអញ្ចឹងទាំងពីរហ្នឹងគឺអាចដកបានទាំងពីរអាចដកបានទាំងពីរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំដកនៅកន្លែងសញ្ញាប្រាក់គឺខ្ញុំដកលុយចេញនៅកន្លែងសញ្ញាប្រាក់បាទដកកន្លែងសញ្ញាប្រាក់នេះណាអ្នកគ្នាអូខេអញ្ចឹងបងប្អូនចុចចូលមកក្នុងកន្លែងសញ្ញាប្រាក់ហ្នឹងមកនេះអញ្ចឹងខ្ញុំមានលុយនៅក្នុងទីនេះគឺ$3.68ដើម្បីខ្ញុំធ្វើការដកឥឡូវហ្នឹងគឺកន្លែងហ្នឹងបាទ$3.68អញ្ចឹងបងប្អូនឃើញណានេះចឹងរូបនេះគឺខ្ញុំហៅវាសញ្ញាប្រាក់នេះសញ្ញាប្រាក់ហើយកន្លែងហ្នឹងគឺបងប្អូនរកបានចំនួន 100k សញ្ញាប្រាក់ហ្នឹងគឺបានស្មើជាលុយដុល្លារគឺ$10បាទកន្លែងហ្នឹងណាហើយនេះគឺជាប្រវត្តិនៃការដករបស់ខ្ញុំសរុបទាំង5ដងដែលខ្ញុំលេងតាំងពីដើមមកដល់ពេលនេះគឺបាន5ដងហើយបើគិតជាលុយគឺ$8.29សេនហើយលុយទាំងអស់ហ្នឹងគឺជាលុយ free បាទលុយ free បាទពីក្នុងកម្មវិធី game មួយហ្នឹងហើយលុយទាំងអស់ហ្នឹងក៏បានចូលទៅក្នុង PayPal ផងដែរបាទទៅក្នុង PayPal អ្នកនាងបាទអូខេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ឥឡូវខ្ញុំសូមធ្វើការចេញទៅវិញខ្ញុំចេញទៅវិញខ្ញុំទៅបង្ហាញអ្នកនាងនៅកន្លែងស្លឹកមាសម្ដងស្លឹកមាសគឺវាមានទម្រង់បែបណាបាទនេះអញ្ចឹងបងប្អូនចេញមកបងប្អូនចូលមកក្នុងស្លឹកមាសម្ដងនេះស្លឹកមាសខាងនេះបាទចូលមកខាងនេះមកនេះស្លឹកមាសបាទដែលខ្ញុំមាននៅក្នុងហ្នឹងគឺ63.80សេនបាទអញ្ចឹងខ្ញុំរកបានចំនួន63.80សេនហើយ$63.80សេនហើយកន្លែងហ្នឹងគឺមានគ្នាយើងឆ្ងល់ច្រើនអំពីកន្លែងបំពង់ហ្នឹងអញ្ចឹងបងប្អូនត្រូវតែធ្វើយ៉ាងណាឲ្យបានពេញបំពង់ហ្នឹងដើម្បីយើងដកបានចំនួន$15ស្លឹកមាសហ្នឹងបាទ$15ស្លឹកមាសព្រោះកន្លែងហ្នឹងគឺយើងដកចាប់ពី$15ឡើងទៅអូខេឥឡូវខ្ញុំធ្វើការចូលមកកន្លែងស្លឹកប្រាក់ធ្វើការចុចថា withdrawal មកបន្តមកទៀតគឺកន្លែងនេះគឺបងប្អូនធ្វើការបញ្ចូលជាមួយនឹង email PayPal ហើយនឹងឈ្មោះ PayPal របស់យើងអញ្ចឹងបងប្អូនមិនថាអ្នកនាងមានជាមួយនឹង email PayPal UK
PayPal សិង្ហបុរីក៏ប្រទេសណាទេអ្នកនាងអាចធ្វើការបញ្ចូលនៅក្នុងកន្លោនឹងមក email បាទ email PayPal ឬក៏ Gmail PayPal ហើយបងប្អូនធ្វើការបញ្ចូលឈ្មោះ PayPal នឹងមកបាទបន្តមកទៀតគឺបងប្អូនធ្វើការចុចពាក្យថា withdraw មកនេះនៅខាងក្រោមនេះណានេះបាទចុចពាក្យថា withdraw មកនេះបន្តមកទៀតគឺមកដល់កន្លែងនេះគឺបងប្អូនឃើញនៅរូបបែបនេះគឺគេដាក់ថា send you card អញ្ចឹងបងប្អូនឃើញនៅ logo នៃកម្មវិធីកែមួយនឹងផងដែរហើយបងប្អូនលេងមើលខាងក្រោមនេះឃើញ$3.68សេនពណ៌ក្រហមហ្នឹងណាអញ្ចឹងបងប្អូនធ្វើការចុចពាក្យថា happy tour ហ្នឹងមកបន្តមកទៀតគឺបងឃើញលុយសល់0ហើយបាទ$0ហើយបងធ្វើការចុចខាងលើនេះមកនេះអញ្ចឹងការដករបស់ខ្ញុំគឺជាលើកទី6ប៉ុន្តែមិនទាន់បាននឹងជោគជ័យទេគឺត្រូវតែធ្វើការរងចាំសិនបាទរងចាំវាសិនដល់ពេលដែលវាទទួលបានលុយកន្លែងនេះគឺវានឹងចេញពាក្យថា successful withdrawal បាទឥឡូវនេះគឺវាអត់ទាន់ជោគជ័យវាដាក់ពាក្យថា success withdrawal វិញបាទ withdrawal វិញគឺបានន័យថាដូចជាកំពុងដំណើរការបាទហ្នឹងហើយឬក៏រងចាំអីចឹងទៅបាទអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំបានធ្វើការស្នើសុំដកហើយនេះគឺជាប្រវត្តិដែលឃើញពណ៌លេខពណ៌បៃតងគឺបានន័យថាជោគជ័យបាទជោគជ័យអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំធ្វើការដកហើយស្នើដកហើយប៉ុន្តែត្រូវធ្វើការរងចាំសិនប្រហែលជាពី5ទៅ10នាទីឬក៏10នាទីទៅ15ទៅ20នាទីបាទទើបយើងទទួលបាននៃលុយហ្នឹងចូលមកក្នុងកន្លែងនេះឬក៏ចូលទៅក្នុង PayPal របស់យើងបាទអញ្ចឹងខ្ញុំសូមធ្វើការ stop សិនដល់ពេលដែលខ្ញុំបានជោគជ័យគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងបន្តទៀតណាបងប្អូនអ្នកគ្នាអូខេអ្នកគ្នាឥឡូវខ្ញុំវិលត្រឡប់មកម្ដងទៀតហើយជាមួយនឹងកម្មវិធី game នេះបាទអញ្ចឹងឥឡូវបងប្អូនយើងចុចចូលមកក្នុងកន្លែងនេះបាទដោយសារខ្ញុំបានដកចេញអស់ហើយចឹងបងប្អូនចុចចូលកន្លែងសន្លឹកប្រាក់នេះមកចូលកន្លែងសន្លឹកប្រាក់បន្តមកទៀតបងប្អូនធ្វើការចុចលើខាងលើគេនេះបាទចុចលើខាងលើគេនេះហ្នឹងហើយបន្តមកទៀតគឺបងប្អូននឹងឃើញណាបងប្អូនរាប់មកបងប្អូនឃើញហើយការដករបស់ខ្ញុំលើកទី6នៅក្នុងវីដេអូនេះអញ្ចឹងឥឡូវវាជោគជ័យហើយគឺ$3.68សេននេះ$3.68សេនបាទវាបានជោគជ័យហើយណាវាដាក់ពាក្យថា successful withdrawal អញ្ចឹងបានន័យថាការដករបស់ខ្ញុំគឺជោគជ័យនឹងហើយជោគជ័យហើយទៅក្នុង PayPal ហើយបើអ្នកគ្នាអត់ជឿទេអ្នកគ្នាអាចធ្វើការទៅមើលនៅក្នុង PayPal បន្តទៀតបានប៉ុន្តែឥឡូវនេះគឺបងប្អូនឃើញនេះការដករបស់ខ្ញុំលើកទី6ហ្នឹងហើយលើកទី1 32សេនលើកទី2 62លើកទី3 $1.6លើកទី4 $3.3លើកទី5 $3.26ហើយលើកទី6ធ្វើការដកឥឡូវហ្នឹង$3.68អញ្ចឹងវាជោគជ័យហើយអ្នកគ្នាណាបាទអូខេឥឡូវបងប្អូនចូលទៅក្នុង PayPal អ្នកគ្នាមកគឺខ្ញុំនឹងធ្វើការបង្ហាញនៅក្នុងកម្មវិធី PayPal នេះកម្មវិធី PayPal អញ្ចឹងបងប្អូនឃើញជាក់ស្ដែងហើយនេះគឺជាកម្មវិធី PayPal របស់ខ្ញុំក៏ដូចជា PayPal ដែលយើងត្រូវតែបង្កើតថ្មីដែរបាទនេះគឺ$3.68បាទ$3.68ហ្នឹងដែលវាដកចេញពីក្នុងកម្មវិធីកែមិញហ្នឹងបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងអាចមើលពីប្រវត្តិនៃការដកបាននេះគឺជាឈ្មោះ game ដែលខ្ញុំបានធ្វើការដកមកវាដោយមិនต้องឈ្មោះ game ផងដែរវាប្រាប់ឲ្យយើងបានដឹងនេះឈ្មោះ game ណាបាទ BACKFIGHT បាទហើយទឹកលុយគឺUS $3.68បាទ$3.68ហើយថ្ងៃនេះធ្វើការដកនឹងថ្ងៃទី28បាទថ្ងៃទី28ចំថ្ងៃសៅរ៍អ្នកនាងបាទថ្ងៃសៅរ៍នៅក្នុងសប្តាហ៍នេះណាអ្នកនាងអូខេអញ្ចឹងការដករបស់ខ្ញុំគឺបានជោគជ័យហើយអញ្ចឹងអ្នកនាងអាចធ្វើការទស្សនាបានtrongវីដេអូនេះគឺខ្ញុំដូចជាមានតែប៉ុណ្្នឹងទេបាទខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនាងមានចំណាប់អារម្មណ៍អីចង់សាកសួរអីអាចសាកសួរនៅខាងក្រោមខមមិនបានឬក៏ download បាននៅក្នុងចំណុចជើងវីដេអូ